ចំពោះទំនាស់ផលប្រយោជន៍វាតែតែកើតមាននៅពេលដែលការផ្ដល់កម្ចីឬក៏ការផ្ដល់អន្តរាយទៅឲ្យអតិថិជនដែលទី1ខុសពីតំបន់ប្រតិបត្តិការដែលសាខាឬក៏ប្រតិបត្តិការដែលគេអាចធ្វើបាននៅក្នុងតំបន់របស់គេទី1អតិថិជននៅក្រៅតំបន់ប្រតិបត្តិការទ្រព្យប្រចាំនៅក្រៅប្រតិបត្តិការមុខរបរនៅក្រៅពីតំបន់ប្រតិបត្តិការសុទ្ធតែជារឿងដែលមានបញ្ហាក្នុងការផ្ដល់អន្តរាយឧទាហរណ៍ករណីមិននិយាយចំឈ្មោះក៏ប៉ុន្តែអាចនិយាយថាជាករណីទូទៅមួយឧទាហរណ៍ថាអតិថិជនគាត់មានអាស័យដ្ឋានមុខរបរលក់ទឹកឃ្មុំអីចឹងទៅនៅទីក្រុងភ្នំពេញហើយទ្រព្យប្រចាំរបស់គាត់ក៏នៅភ្នំពេញប៉ុន្តែមុខរបររបស់គាត់ឧទាហរណ៍គាត់ចិញ្ចឹមឃ្មុំនៅប៉ៃលិនប៉ុន្តែសួរថាប្រទេសគាត់នៅភ្នំពេញអញ្ចឹងហេតុអីបានជាអតិថិជនគាត់អត់ស្នើសុំកម្ចីនៅទីក្រុងភ្នំពេញឬក៏ស្នើសុំខ្ចីនៅខាងប៉ៃលិនឧទាហរណ៍គាត់ចិញ្ចឹមឃ្មុំអញ្ចឹងណាប៉ុន្តែវាអ្វីដែលជាការចៃដន្យយើងឃើញថាអតិថិជនគាត់អត់ខ្ចីនៅប៉ៃលិនហើយក៏គាត់អត់ខ្ចីនៅភ្នំពេញដែលភ្នំពេញគឺជាតំបន់គាត់លក់ទឹកឃ្មុំហើយជាអាស័យដ្ឋាននិងទ្រព្យប្រចាំរបស់គាត់ទៀតករណីមួយហ្នឹងហើយមុខរបរគាត់ដែលគាត់ចិញ្ចឹមឃ្មុំបែបធម្មជាតិនៅក្នុងចម្ការគឺនៅប៉ៃលិនតែពេលគាត់ខ្ចីអនុទាននៅក្នុងទីរួមខេត្តបាត់ដំបងវិញមិនសួរថាប្រសិនបើមិនមានតំណែងតំណងចិត្តស្និទ្ធណាមួយឬក៏អាចថាមិនមានផលប្រយោជន៍ពាក់ព័ន្ធជាមួយបុគ្គលណាមួយនៅក្នុងខេត្តបាត់ដំបងដែលជាអ្នកធ្វើឬក៏រៀបចំឯកសារដើម្បីស្នើសុំកម្ចីសួរថាគាត់អាចជិះបានប្រកាសជាពិបាកយ៉ាងម៉េចដោយសារអីអាស័យដ្ឋាននៅភ្នំពេញអញ្ចឹងវាទាមទារឲ្យបុគ្គលិកដែលមិនមានតំណែងតំណងឬក៏គ្មានផលប្រយោជន៍ដែលគាត់នៅខេត្តបាត់ដំបងហ្នឹងគាត់ចុះមកវាតម្លៃទៅលើទ្រព្យប្រចាំអានេះករណីមួយហើយមួយទៀតគាត់ពិបាកក្នុងការទៅវាតម្លៃទៅតំបន់ដែលគាត់ចិញ្ចឹមឃ្មុំទៀតអញ្ចឹងគាត់ត្រូវធ្វើដំណើរពីរករណីបែបនេះគាត់ប្រហែលជាអត់ធ្វើទេបើមិនជាគាត់អត់មានតំណែងតំណងឬក៏តំណងផលប្រយោជន៍គឺគាត់អត់ធ្វើឲ្យខាតដោយសារអីវាខ្ជិះខ្ជាយពេលវេលាឬក៏គាត់អាចបើមិនជាគាត់គេស្នើសុំខ្ចីហើយគាត់មិនមានតំណែងតំណងឬតំណងផលប្រយោជន៍នៅក្នុងនោះទេគាត់ជារុញទៅឲ្យកន្លែងដែលគេចិត្តជាងដែលអាចថាមានតំណែងតំណងបោះទៅឲ្យកន្លែងដែលគេចិត្តជាងគេធ្វើហើយគាត់គ្រាន់តែជាអ្នកជួយណែនាំឬក៏ផ្ដល់ជាដំណឹងអីឬក៏ឯកសារអីដែលអាចថាគេស្នើគាត់អញ្ចឹងទៅក៏ប៉ុន្តែនៅពេលដែលមានតំណផលប្រយោជន៍មនុស្សប្រកាសជាហ៊ានធ្វើដោយសារទី1ប្រសិនបើអ្នកផ្សេងធ្វើវាអាចថាទំហំដែលខ្ចីនោះវាអាចតាមអ្វីដែលអ្នកដែលស្នើសុំចង់បានអញ្ចឹងហើយគាត់ត្រូវតែសិក្សាដល់ខ្លួនឯងសិក្សាចំណូលចំណាយដើម្បីពេលខ្លះអាចមានលទ្ធភាពក្នុងការបំផោងទៅលើចំណូលរបស់អតិថិជនអានេះរឿងមួយទៀតគាត់អាចបំផោងលើទ្រព្យប្រចាំហើយរឿងទី3មួយទៀតគឺអាចមានជាមុខរបរអាចថាចូលហ៊ុនជាមួយគ្នាក្នុងការប្រកបមុខរបរមួយហ្នឹងក៏ប៉ុន្តែនៅពីក្រោយនៃរូបភាពហ្នឹងគឺបិទបាំងថាជាមុខរបរទៅជនតែម្នាក់ឯងចឹងទៅតែតាមពិតវាមិនមែនជាមុខរបរម្នាក់ឯងទេវាអាចជាការចូលហ៊ុនគ្នាឬក៏អាចថាវាមានផលប្រយោជន៍នៅក្នុងមុខរបរផ្សេងទៀតក៏ប៉ុន្តែពេលខ្លះបើទោះបីជាមានគោលការណ៍ប្រកាសនៅតំណផលប្រយោជន៍នៃការបង្កើតមុខរបរឬការរកស៊ីផ្សេងដែលអាចថា conflict ជាមួយស្ថាប័នក៏ដោយក៏នៅតែបុគ្គលិកមួយចំនួនគាត់ឆ្លៀតឱកាសដែរព្រោះអីពីព្រោះដោយសារតែការដែលបង្កើតមុខរបរនោះវាអាចឲ្យគាត់មានចំណូលច្រើនជាងប្រាក់ខែហើយប
បន្ទោជា3គាត់មិនទៅមើលក៏មានដៃគូគាត់មើលអញ្ចឹងគាត់អាចធ្វើការផងគាត់អាចមានមុខរបរផងហើយជាអ្នកអាចសម្របសម្រួលក្នុងការស្នើខ្ចីលុយនៅពេលដែលចាំបាច់ឲ្យមុខរបរនឹងកាន់តែប្រសើរអញ្ចឹងហើយការសិក្សាឬក៏ការត្រួតពិនិត្យទៅលើផ្ទៃក្នុង internal control system ក្នុងការផ្ដល់អនុទានឬក៏ការឆែកបែបហ្នឹងគឺមានភាពស្មុគស្មាញហើយពេលខ្លះអ្វីដែលយើងចេញជា result មកវាអត់ដូចអ្វីដែលយើង concern ដោយសារអីដោយសារតែអ្នកដែលគាត់ធ្វើនឹងគាត់មិននិយាយការពិតទេគាត់ព្យាយាមបំបែកសាច់រឿងឬក៏អាចថាគាត់បកស្រាយខុសពីអ្វីដែលតតិភាពជាក់ស្ដែងហើយបើមានករណីបែបហ្នឹងប្រកបណាស់យើងមិនអាចធ្វើការត្រួតពិនិត្យតែម្ដងដឹងទេអាចថាបើសិនជាករណីបែបហ្នឹងអាចតាមដាន2ឬក៏3ដងដើម្បីស្វែងយល់ឲ្យកាន់តែស៊ីជម្រៅហើយពេលខ្លះបើសិនជាអាចដើរទូធ្វើជាអ្នកទិញកន្លែងនៃគេចិញ្ចឹមកន្លែងគេគ្រប់គ្រងហើយអាចថាមានភាពស្និទ្ធស្នាលជាមួយអ្នកដែលចិញ្ចឹមផ្ទាល់ពេលនោះអាចទទួលព័ត៌មានបានពិតជាងការដែលយើងទៅសុភាដែលដើរទូជាតែបុគ្គលិកអ្នកត្រួតពិនិត្យអរគុណច្រើន